ស្រុកគូលែនប្រារព្ធយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក16មករាខែត្រព្រះវិហារ ខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារបានសហការរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់ដើម្បីកៀងគររោគប្រភពឈាមបម្រុងទុកសម្រាប់សង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក16មករាខែត្រព្រះវិហារពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2026នេះនៅទីស្តីការការិយាល័យអប់រំយុវជននិងកីឡាស្រុកគូលែនក្រោមអធិបតីភាពឯកឧត្តម នប់ វុធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារតំណាងឯកឧត្តម គឹមរិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដោយមានការចូលរួមពីលោកប៉ែនជឹងអភិបាលស្រុកគូលែនលោកជុំឆវីប្រធានក្រុមប្រឹក្សាស្រុកគូលែនព្រមទាំងអាជ្ញាធរឃុំទាំង6គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងប្រជាពលរដ្ឋសរុបប្រមាណ350នាក់ពុកម៉ែបងប្អូនអ្នកខ្លះដែលកំពុងតែមានបញ្ហាសរសៃជាប់សរសៃក្រិចថ្លោះឈឺឆ្អឹងខ្នងគៀបឌីសឈឺចង្កេះចុករយពេញទាំងខ្លួនប្រាណសាកម៉ាស្សាសាកផលិតផលនេះផលិតផលនោះហើយតែមិនបានផលនៅតែមានអាការៈឈឺចុកពិបាកដើរពិបាកដេកពិបាកឈរពិបាកអង្គុយជាដើមមិនថាបងប្អូនមានបញ្ហាសរសៃយូរខែឆ្នាំប៉ុណ្ណាសាកច្រើនវិធីហើយតែមិនបានផលពុកម៉ែបងប្អូនអាចមកជួបជាមួយលោកគ្រូសរសៃឈុនវិរៈបានដែលមានទីតាំងនៅក្រុងប៉ោយប៉ែតជាប់កាស៊ីណូផ្កាយ5វត្តអូលោកគ្រូមានជំនាញច្បាស់លាស់ក្នុងការព្យាបាលតពីជីតាតាមមកឪពុកតមកដល់កូនចំនួនបញ្ហាសរសៃគ្រប់ប្រភេទទាំងបញ្ហាជាប់គៀបសរសៃក្រិចថ្លោះគ្រប់កន្លែងតែម្ដងយុទ្ធនាការមនុស្សធម៌នេះរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីនៃការចែករំលែកសាមគ្គីភាពនិងការជួយសង្គ្រោះជីវិតគ្នានៅក្នុងសង្គមដែលផ្ដោតលើការផ្គត់ផ្គង់ឈាមដោយសុវត្ថិភាពសម្រាប់ឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ទៅតាមមន្ទីរពេទ្យចំណុចសំខាន់ព្រឹត្តិការណ៍គោលបំណងបង្កើនស្តុកឈាមបម្រុងនៅក្នុងមន្ទីរពេទ្យបង្អែក16មករាខែត្រព្រះវិហារនិងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមអ្នកចូលរួមមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋសរុបប្រមាណ350នាក់ទីតាំងការិយាល័យអប់រំយុវជននិងកីឡាស្រុកគូលែនខេត្តព្រះវិហារថ្នាក់ដឹកនាំរដ្ឋបាលខេត្តលោកគ្រូក៏មានថ្នាំរឹត100ជាង1000និងថ្នាំថប់ដើម្បីសម្រួលសរសៃក្រៅពេលព្យាបាលថែមទៀតឆាតចូលពេកដើម្បីប្រឹក្សាយោបល់ជាមួយលោកគ្រូឬខលមកកាន់លេខទូរស័ព្ទខាងលើនិងអាជ្ញាធរមូលដ្ឋានបានសម្ដែងនៃការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននិងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមនាឱកាសនេះដែលជាកាយវិការមនុស្សធម៌ដ៏ឧត្តមឧត្តមក្នុងការរួមចំណែកសង្គ្រោះជីវិតមនុស្សនៅក្នុងសហគមន៍